ជារវល់ការងារច្រើនប៉ុណ្ណាក៏ដោយប៉ុន្តែស្បែកខ្ញុំនៅតែស្រស់ជាបេក្ខភាពក្មេងជាងគេតែមានសមត្ថភាពមិនខ្ចីឡើយស៊ូតង់លេអាបង្ហាញភាពអស្ចារ្យក្រៅវិលម្ដងទៀតដណ្ដើមមកុដ Miss Supranational Cambodia ឆ្នាំ2025កញ្ញាគង់ស៊ូតង់លេអាដែលមហាជនចងចាំថាជាបេក្ខភាពស្រីស្អាតម្នាក់ដែលមានមុខមាត់ស្រដៀងទៅនឹងកញ្ញាហុងម៉ានីតាកញ្ញាឯករបស់ Miss Universe Cambodia ឆ្នាំ2022ត្រូវបានគេឃើញថាបានលេចមុខមាត់ជាថ្មីម្ដងទៀតនៅក្នុងកម្មវិធី Miss Supranational Cambodia ឆ្នាំ2025កញ្ញាស៊ូតង់លេអាដែលជានិស្សិតឆ្នាំទី2នៃមុខវិជ្ជាផ្នែក Design ដែលមានវ័យ18ឆ្នាំជាកូនកាត់ខ្មែរបារាំងដែលមានឪពុកជាជនជាតិបារាំងម្ដាយជាជនជាតិខ្មែរមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់ភាសាអង់គ្លេសក្រៅពីមានរូបសម្រស់ស្រស់ស្អាតរាងស្លីមសាច់សខ្ចីនៅក្នុងវិស័យបកញ្ញាលេអាបានចូលរួមប្រឡូកក្នុងកម្មវិធីការប្រកួតជាច្រើនហើយចុងក្រោយថ្មីនេះគឺនាងបានចុះចំណាត់ថ្នាក់លំដាប់រងលេខ4កញ្ញាឯក Miss Cambodia ឆ្នាំ2024ប៉ុន្តែតំណែងមួយនេះនាងបានសុំលាលែងតំណែងហើយក៏បានសម្រេចចិត្តវិលជាថ្មីម្ដងទៀតចូលការប្រឡងកម្មវិធីរបស់លោក AB វណ្ណាដោយបានដាក់គោលដៅក្នុងការយកតំណែងជាកញ្ញាឯកនិងចង់ក្រងមកគាត់បេក្ខភាពរបស់ Miss Supranational Cambodia ឆ្នាំ2025ដែលមានមុខមាត់ស្រដៀងទៅនឹងកញ្ញាហុងម៉ានីតារំនេះពិតជាស្រស់ស្អាតនិងមានរូបរាងក៏មិនចាញ់សិស្សច្បងឡើយកញ្ញាស៊ូតង់លេអាដែលមានសមត្ថភាពខ្ពស់មកទាំងព្រមតែម្ដងទាំងរូបរាងកាយសម្រស់ការដើរការនិយាយប្រកបដោយភាពក្លាហានទទួលការសរសើរនៅក្នុងកម្មវិធីការប្រកួតដណ្ដើមមកុដ Miss Supranational Cambodia ឆ្នាំ2025ការប្រកួត Miss Supranational Cambodia ឆ្នាំ2025កំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានដំណើរការបានមួយខែជាងដែលមើលឃើញថាកញ្ញាស៊ូតង់លេអាមិនត្រឹមតែបង្ហាញភាពតាក់ទាញមានមុនស្នេហ៍ឡើយសមត្ថភាពទាំងចំណេះដឹងរបស់នាងបានបញ្ចេញដល់ភាពជឿជាក់ខ្ពស់ក្នុងវគ្គការប្រកួតជាច្រើនវគ្គមកហើយដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការពេញចិត្តនឹងសមត្ថភាពរបស់នាងកញ្ញាស៊ូតង់លេអាបានផ្ដល់កិច្ចសម្ភារឲ្យដឹងពីចំណាប់អារម្មណ៍របស់នាងឲ្យដឹងថាចាបងខ្ញុំធ្លាប់ជាលំដាប់រងទី4នៅក្នុងកម្មវិធី Miss Cambodia ប៉ុន្តែដោយសារតែខ្ញុំពេលហ្នឹងខ្ញុំអត់ទាន់បានមានឱកាសក្នុងការចាប់យកដូច្នេះខ្ញុំក៏បានលាលែងតំណែងមួយហ្នឹងហើយក៏បានសម្រាប់រយៈពេលមិនសូវយូរមែនទេឥឡូវក៏បាន comeback វិញជាមួយនឹងកម្មវិធី Miss Supra International យើងលាតំណែងនៅក្នុងកម្មវិធី Miss Cambodia ហើយអញ្ចឹងតំណែងហ្នឹងយើងអត់ទទួលយកទៀតទេហើយក៏បោះបង់ស្ដាយហើយតំណែងហ្នឹងចាំមកនិយាយស្ដាយដែរប៉ុន្តែដោយសារតែយើងមានកាតព្វកិច្ចតខ្លួនហើយទៅតមកក៏រយៈពេលហើយយើងបានកន្លះឆ្នាំមកណាចាបងកន្លះឆ្នាំក៏ comeback មកជាមួយ Miss Supra វិញចង់ដឹងពីមូលហេតុអីក៏ស្រឡាញ់ជឿទៅក្នុងកម្មវិធី Miss Supra ដាក់ពាក្យចូលប្រឡងនៅកម្មវិធីមួយនេះចាបងដោយសារតែខ្ញុំចង់ទទួលបានបទពិសោធន៍ថ្មីដោយសារខ្ញុំចង់អភិវឌ្ឍខ្លួនឯងបន្តទៀតដោយសារតែខ្ញុំក៏នៅពេកដែរអញ្ចឹងខ្ញុំចង់បានអ្វីថ្មីដើម្បីយកមកអភិវឌ្ឍខ្លួនឯងក្នុងការបន្តដំណើរទៅមុខទៀតហើយមួយទៀតគឺខ្ញុំឃើញចាក់ខុសវិស័យនៅក្នុងកម្មវិធី Miss Supra គឺល្អចាក់បងដែលអាចធ្វើឲ្យយើងអាចផ្សព្វផ្សាយនៅវប្បធម៌ក៏ដូចជាអរិយធម៌ក៏ដូចជាទេសចរនៅក្នុងតំបន់ផងដែរមិនមែនកម្មវិធីនេះជាដឹកនាំដោយលោក AB វណ្ណាទេបានយើងជឿរើសប្រកួតឬយ៉ាងម៉េចទៅអត់ទេបងដោយសារតែយើងមើលឃើញពីចាក់ស្ដែងគឺនៅក្នុងកម្មវិធីក៏គឺល្អបងមាន challenge ដែលយើងធ្វើច្រើនដូចមានអ្វីថ្មីសម្រាប់បេក្ខភាពគឺថាលំបាកទេសម្រាប់យើងព្រោះ platform Miss Supra ថ្មីខុសពីកម្មវិធីไหนធ្លាប់ចូលរួមប្រកួតអញ្ចឹងណាចាបងបើជាពិបាកក៏មិនច្រើនដែរប៉ុន្តែពិបាកដល់តែយើងហ៊ានចូលមកបើយើងដឹងថាយើងបានប៉ុណ្ណានៅកម្រិតណាសម្រាប់ការ comeback មកម្ដងទៀតត្រឡប់មកម្ដងទៀតតើបានត្រៀមខ្លួនអ្វីខ្លះដែរសម្រាប់កម្មវិធី Miss Supra នេះចាបងសម្រាប់ការវិលត្រឡប់មកសារជាថ្មីនេះខ្ញុំបានត្រៀមខ្លួនជាច្រើនក៏ដូចជាទាំងសមត្ថភាពចំណេះដឹងរូបសម្រស់ក៏ដូចជាភាពក្លាហានអូបងទាំងព្រមតែម្ដងសម្រាប់ការតាំងចិត្តនិងភាពជឿជាក់ថាក្នុងកម្មវិធីនេះតើយើងមានជំនឿចិត្តប្រមាណ%ដែរចាបងជំនឿចិត្តសារនេះគឺរៀងច្រើនដែរ80% បង 80% តែម្ដងជាលើខ្លួនឯង80% តែម្ដងក្នុងការដណ្ដើមយក top 5យ៉ាងក្រោយចាបងដោយសារមុននឹងយើងចូលមកក៏យើងបានរៀបរៀងរួចរាល់ដែរបងក្នុងការចូលមកដំណើរតំណែងណាមួយក្នុងកម្មវិធីនេះបាទជាមួយគ្នានឹងផងដែរអ្នកខ្លះក៏បានស្គាល់លេអាហើយអ្នកខ្លះក៏បានអត់ថាបានស្រឡាញ់បានតាមដានលេអាថាលេអាជាអ្នកណាប៉ុន្តែប្រិមិត្តខ្លះក៏ដូចជាអ្នកគ្រប់គ្រងក្នុងវិស័យបកថាអត់បានស្គាល់លេអាចង់ដឹងថាលេអា
រៀនបញ្ចប់ការសិក្សានៅណាដែរមានប្រវត្តិយ៉ាងណាដែរសូមលេអាជួយបញ្ជាក់ឲ្យទស្សនិកជនបានស្គាល់ផង ចាបងខ្ញុំឈ្មោះកាសិតលេអាមានអាយុ18ឆ្នាំគឺជាមានអាយុ18ឆ្នាំកំពុងតែបន្តការសិក្សានៅមហាវិទ្យាល័យឆ្នាំទី2ផ្នែក graphic design នៅសាលា Academy Tech Cambodia វ៉ាវផ្នែក graphic design ជាអ្នកខាងគូប្លង់ ចាបងអត់ទេបងខាង design ខាងអ្នក design poster អីចឹ អូ ង ជាអ្នក design ជាអ្នកខាងកន្លែងខាង design ប៉ុន្តែចូលក្នុងការប្រកួតបកញ្ញាអត់គិតថាវាខុសគ្នាទេអាជីព អត់តែបងមួយចិត្តយើងឆ្លាញ់ចាបងប៉ុន្តែជាទូទៅក្នុងខ្លួនយើងគឺត្រូវតែមានជំនាញមួយច្បាស់លាស់ដើម្បីជួយទ្រទ្រង់យើងបន្ថែមទៀតបងយើងអាចតែយើងឆ្លាញ់បកញ្ញាយើងឆ្លាញ់នេះប៉ុន្តែយើងត្រូវតែមានជំនាញមួយផ្សេងទៀតនៅជាប់នឹងខ្លួនយើងអ្នកខ្លះក៏បានឆ្ងល់ថាលេអាជាកូនកាត់ឬក៏លេអាគឺកូនខ្មែរសុទ្ធតែម្ដងឬយ៉ាងណាដែរចាបងខ្ញុំជាកូនកាត់បារាំងកូនកាត់បារាំងប៉ាបារាំងឬម៉ាក់បារាំងចាបងប៉ាបារាំងម៉ាក់ខ្មែរអូប៉ាបារាំងអញ្ចឹងបានឈ្មោះលេអាហ្នឹងចាបងអូយពិតជាអរគុណច្រើនមែនតើលេអាតើមានអីផ្ដែផ្ដាំទៅអ្នកគ្រប់គ្រងជាពិសេសអ្នកបានគ្រប់គ្រងកន្លងមកតាំងពីយើងប្រឡងកម្មវិធីចាស់រហូតឥឡូវលេចមុខក្នុងកម្មវិធី Miss Opera ថ្មីឆ្នាំ2025ចាជាដំបូងខ្ញុំសូមអរគុណដល់បងប្អូនដែលតែងតែគ្រប់គ្រងនិងស្រឡាញ់ចូលចិត្តខ្ញុំឥឡូវខ្ញុំត្រឡប់ comeback មកវិញហើយចង់สนองពលរដ្ឋបងនៅតែស្រឡាញ់ចូលចិត្តនិងជួយគ្រប់គ្រងដល់រូបនាងខ្ញុំបន្តទៀតខ្ញុំនឹងខំធ្វើអីដែលជាសមត្ថភាពរបស់ខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាពនៅក្នុងកម្មវិធីមួយនេះលេអាចង់មានន័យថាលេអាជាកូនកាត់បារាំងចេះបារាំងសុទ្ធអត់ទេអត់ទេបងគឺបារាំងចេះបារាំងទេអត់ចេះបារាំងអូចេះអង់គ្លេសខ្លាំងអង់គ្លេសវិញបាត់ធោពិតជាអស្ចារ្យមែនតើជូនពរលេអាជោគជ័យណាបងស្រីសុខសប្បាយចង់បានស្បែកសឲ្យមានសុវត្ថិភាពចាំខ្ញុំណែនាំជាមួយនឹងលេធាមវាយមេប្រាក់ជាមួយនឹងស្ប៉ាស្បែកមាសបងប្អូនប្រើទាំងពីរមុខនេះចូលគ្នាជួយពន្លឺស្បែកយើងឲ្យសលឿនសបែបមានសុវត្ថិភាពមានសំណើមភ្លឺចេញពីខាងក្នុងតែម្ដងដែលបានផលលើធាមវាយមេប្រាក់ហើយគឺស្បែកសម៉ត់រលោងសបែបមានសុខភាពល្អនិងជួយព្យាបាលស្បែកខូចជាពិសេសគឺស្បែកដែលងាយរងប្រតិកម្ម